យ៉ាងម៉េចដែរក្លិនលោកសថៃក្រអបប្រហើជប់នេះមីលាយខ្ញុំដេកយល់សពស្លាប់ហើយនាងលីនាងមកលក់អាកាបែបនេះផងនេះអេសថៃនេះមកស្ងាត់ស្ងាត់មិនឲ្យដឹងផងទេភ្ញាក់ស្ទើរស្លាប់ទៅហើយអូនមកវិញហើយបងមកអាកោនាងលីយកទៅចាយឲ្យក្មេងៗវាស៊ីផងទៅនាងលីនាងពូកែបានលក់អាកោណាស់ណោពូកែបែបនេះប្រុសនៅក្នុងភូមិបាំងប្រណេតនេះប្រកាសជាចូលចិត្តអាកោនាងគ្រប់គ្នាហើយនាងនឹងបានឆាប់មានអារឿងមានបាននេះមើលមិនឃើញទេសថៃនេះថ្ងៃនេះខ្ញុំលក់អាកោថ្ងៃស្អែកខ្ញុំក៏ឡើងបន់ស្មើនឹងសថៃនេះក៏ថាបានហើយណែនាងលីចត្រឡប់ទៅផ្ទះវិញទៅណែនាងលីចអាសារាយវាចាំមើលផ្លូវនាងស្លាប់ហើយថ្លៃអាកោនោះចាំខ្ញុំទូទាត់តាមក្រោយចឹងលោកសថៃខ្ញុំលាសិនហើយណាតោះអូនចូលទៅក្នុងទៅអូនលីមកវិញហើយលក់ដាច់ទេអូនខំដើរលក់ទៅវាចេះតែដាច់ហើយខំដើរច្រកតាមរបងផ្ទះគេដូចឆ្កែក្បែកក្បាលអញ្ចឹងមកដល់ផ្ទះមានតែពាក្យថាលក់ដាច់ទេអូនលីលក់អស់ទេធុញណាស់វើយធុញសែនធុញពុទ្ធោឲ្យអូនលីតើឲ្យបងមានពាក្យអ្វីសួរទៅបានបងឈប់សួរហើយណាឥឡូវទៅងូតទឹកជម្រះខ្លួនសិនទៅបងដាំស្លរួចហើយចាំបងដូរបាយឲ្យអូនហូបថ្ងៃនេះបងទៅលក់ទំពាំងបានប្រាក់ច្រើនដែរបងក៏បានទិញត្រីធំយកមកអាំងឲ្យអូនបរិភោគត្រីធំប៉ុណ្ណាក៏មិនស៊ីដែរព្រោះលេបវាមិនរួចមានរឿងមិនសប្បាយចិត្តពុទ្ធោប្រពន្ធសម្លាញ់ចុកសពុនត្រង់ណាទៅចាំប្តីគួរច្បាច់ឲ្យនឹងអាចបានធូរហើយហូបបាយមិនបាច់ទេថយឲ្យឆ្ងាយទៅមីលាយគ្មានអារម្មណ៍ជាមួយទេមិនក៏អញ្ចឹងមិញនេះខ្ញុំទៅលក់អាកោនៅផ្ទះលោកសេដ្ឋីគាត់និយាយថាស្អែកនេះគាត់នឹងកាត់យកខ្ញុំទៅបម្រើគាត់ហើយលោកសេដ្ឋីព្រោះបងឯងនេះក្រគ្មានប្រាក់សងគាត់តែទោះជាយ៉ាងណាក៏បងមិនឲ្យអូនទៅដែរកុំបារម្ភអីណាតែខ្ញុំត្រូវតែទៅទោះជាយ៉ាងណាទៅធ្វើខ្ញុំសេដ្ឋីចាំងហោចណាស់ក៏គ្រាន់បើជាងរស់នៅក្ររហាមដូចនេះដែរអូនលីអូនកុំសម្រេចចិត្តចឹងអីបងអាចបងលោកសេដ្ឋីបានតាហើយថយឲ្យឆ្ងាយពីខ្ញុំទៅខ្ញុំទៅរៀបចំសម្ពត់ឲ្យស្អែកនេះខ្ញុំសម្រេចចិត្តថាទៅបម្រើលោកសេដ្ឋីហើយដើម្បីកាត់បំណុលជួបបងប្រើឲ្យបងឯងនេះទៅចម្ពាក់គេធ្វើអីខ្ញុំទៅហើយយ៉ាងម៉េចដែរសប្បាយចិត្តណាយើងរៀបចំផែនការដ៏តូចមួយសោះក៏បានជួបគ្នាបានយ៉ាងស្រួលទៅហើយបងកត់នេះយូរណាស់ហើយមិនគិតចង់បានខ្ញុំមកនោះទេទុកឲ្យខ្ញុំវេទនាដើរលក់អាកោមកវិញហើយឯបងពាក្យបំណុលគេបានខ្លះទេមិនបានទេគឺបងកាត់បានតែមនុស្សម្នាក់នេះមកទេនាងលី
នេះបងយកនឹងលាកមកកាប់បំណុលនេះស្រ័យមែនទេគឺពិតហើយអេភ្ញាក់ផ្អើលអីដល់ម្លឹងបានខ្ញុំម្នាក់មកគឺបានជួយសម្រាលការងាររបស់ស្ថិនេះហើយណាបងកត់បងយកនាងមកក្នុងឋានៈជាអ្វីទៅកំអល់សួរនាំអីគ្រាន់តែដឹងថានាងជាមនុស្សពិសេសរបស់បងទៅបានហើយបងអស់កម្លាំងណាស់ទៅរកងូតទឹកហើយទាំងពីរនាក់នៅជជែកគ្នាលេងចុះចាំមិនដែរស្ថិនេះមិនលាកនេះបើនិយាយហើយគឺវាតាមមាត់នៅចាំពាក្យខ្ញុំនិយាយពីម្សិលមិញទេនាងលីខ្ញុំសួរត្រង់ទៅចាស់នាងរៀបចំខ្លួនមករស់នៅទីនេះក្នុងឋានៈជាអ្វីទៅក្នុងឋានៈស្មើនឹងស្ថិនេះដោយខ្ញុំបាននិយាយពីម្សិលមិញនោះណាគឺប្រពន្ធទី2ប្រពន្ធទី2បងកត់អូនលីហេតុអីក៏មានរឿងអាក្រក់បែបនេះកើតឡើងចំពោះអូនបងតូចចិត្តណាស់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមកបងពុំដែលមានអ្វីបំពេញចិត្តអូនទេយើងទាំងពីរនាក់កាន់តែក្រឡើងរហូតដល់ថ្ងៃនេះអូនសម្រេចចិត្តចាកចោលបងទៅទុំលើទ្រនំដ៏ខ្ពស់របស់លោកសេដ្ឋីក្នុងនាមជាអ្នកបម្រើរបស់គេនេះគឺមកពីបងមានបំណុលពុកម៉ែច្រើនពេកតើបងបន្ទោសអូនបានទេបើបងក្រយ៉ាងនេះរកបន្ទោសអូនក៏ពុំបានដែរចំណែកឯបងខ្វះគេពេញស្រុកភូមិហើយគឺធន់នឹងណាថ្ងៃណាក៏អាកោនៅតែក្រអរហាមយូរទៅនឹងមាននឹងគេហើយអូនមិនបាច់និយាយច្រើនទេឲ្យកុមារមកដូចលោកទេសនាអញ្ចឹងធន់ណាស់ទៅហើយចាំមើលណាបើលោកមិនអស់ចាក់ចោលតែម្ដងការពិតអូនធន់ទ្រាំនឹងជីវភាពតោកចាកបែបនេះយូរមកហើយអូនលីឬក៏អូនសម្លឹងឃើញទ្រព្យសម្បត្តិកាយកងរបស់លោកមហាសេដ្ឋីបានជាអូនសម្រេចចិត្តចោះចោលប្តីដូច្នេះតែខ្ញុំត្រូវតែទៅទោះជាយ៉ាងណាទៅធ្វើជាខ្ញុំសេដ្ឋីហើយណាក៏កនតែជាងរស់នៅក្ររហាមដូចនេះដែរអូនលីតើមានស្រីប៉ុន្មានអ្នកទៀតទៅដែលមានចិត្តដូចអូននោះឲ្យបងថៅទៀតមកប្រំទេទោះជាថាបដែលអាសារាយក៏បងពេញចិត្តនឹងថើបដែរបងកត់នេះនៅនឹកដល់អាស្រ័យធ្វើអីទៀតពេលនេះគិតតែរឿងអូនហើយនឹងបងទៅបានហើយតាំងពីក្នុងផ្ទះនេះមានអូនលេខមកនោះបងសប្បាយចិត្តមែនទែនអូនទាំងពូកែទាំងធ្វើឲ្យអារម្មណ៍បងបានសុខសាន្តចុះស្ថិនេះនោះបងកត់គិតយ៉ាងម៉េចវិញទៅឲ្យគេនៅតែគេទៅពេលនេះបងត្រូវការអូនបងត្រូវការអូនតែម្នាក់គត់ដឹងថាបងស្រឡាញ់អូនប៉ុណ្ណាដែរទេសំថាមួយទៀតមកនៅស្គីនៅស្គីក្រអូបណាប៉ុណ្ណឹងបានហើយបងកត់ទុកពេលឲ្យសេដ្ឋីនេះខ្លះផងទៅបងកត់បងទឹកអូនជាស្អីនឹងជាសត្វគ្មានវិញ្ញាណមែនទេចាំមកធ្វើស្អីក្រែងដឹងថាបងកំពុងតែសប្បាយជាមួយនឹងអូនលាយដែរតែនេះជាបន្ទប់របស់ប្តីប្រពន្ធយើងហេតុអីមានមនុស្សទី3ចូលមកនៅក្នុងទីនេះដែរចង់ដឹងហ៎